ពេលខ្លះពីពិតវាឈឺជាងចាក់មួយកំបិតមនុស្សខ្លះមិនចង់ស្ដាប់ Yeah 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 ខ្ញុំនិយាយពិតតែគេថាខ្ញុំអាក្រក់និយាយត្រង់ពេកគេថាខ្ញុំចូលចិត្តទើសមនុស្សសម័យនេះស្រឡាញ់តែពាក្យសរសើរស្ដាប់ពាក្យអែមប៉ែមទោះដឹងថាគេកុហកក៏ដោយខ្ញុំឃើញមនុស្សខ្លែងខ្លាយច្រើនសរសើរនៅមុខតែក្រោយក្នុងនិយាយដូចចាក់មួយកំបិតពេលខ្ញុំនិយាយពិតគេថាខ្ញុំច្រណែនចុងក្រោយពេលឈឺចាប់ទៅដឹងអ្នកណាពិតមនុស្សខ្លះមិនចង់ស្ដាប់ពាក្យពិតព្រោះការពិតធ្វើឲ្យគេខូចចិត្តគេចូលចិត្តរស់នៅក្នុងពាក្យកុហកទោះថ្ងៃណាមួយការពិតត្រូវលាតត្រដាងមនុស្សខ្លះមិនចង់ស្ដាប់ពាក្យពិតពិតត្រូវជាខ្លួនឯងមិនចង់ស្ដាប់ខ្ញុំគ្រាន់តែនិយាយពីអ្វីដែលខ្ញុំឃើញពិភពលោកនេះស្រឡាញ់ការសម្ដែងខ្ញុំនៅតែជឿថាភាពស្មោះត្រង់មានតម្លៃតែពេលខ្ញុំធំឡើងទៅដឹងមនុស្សខ្លះខ្លាយពាក្យពិតគេចង់បានតែអ្នកនិយាយសរសើរឲ្យសប្បាយចិត្តមិនមែនអ្នកដែលហ៊ាននិយាយការពិតទេមុខញញឹមនៅលើ social media តែខាងក្នុងចិត្តពោពេញដោយទឹកភ្នែកមនុស្សជាច្រើនរស់ដើម្បីឲ្យគេសរសើរបាត់បង់តម្លៃខ្លួនឯងដើម្បីផ្ទាប់ចិត្តអ្នកដទៃពីពិតមិនប៉ែមទេតែវាមានតម្លៃមិនមែនជាអ្វីដែលគេចង់ស្ដាប់មនុស្សខ្លះមិនចង់ស្ដាប់ពាក្យពិតព្រោះគេចង់បានពាក្យសរសើរខ្ញុំនៅតែនិយាយទោះជាគេមិនពេញចិត្តថ្ងៃមួយការពិតនឹងជាគ្រប់